ក្រុមអ្នកសង្កេតការអាស៊ានទាំងនៅថៃនិងកម្ពុជាថាមានដែលទាហានថៃដើរជាន់មិនមែនជាមានថ្មីនោះទេរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកដាតូសេរីមូហាម៉ាត់ហាសាន់បានបង្ហាញថាក្រុមអ្នកសង្កេតការអាស៊ាន AOT ទាំងនៅថៃនិងកម្ពុជាបានរាយការណ៍ថាគ្រាប់មីនដែលបានផ្ទុះបណ្ដាលឲ្យទាហានថៃរងរបួសនៅតាមព្រំដែនមិនមែនជាគ្រាប់មីនដែលត្រូវបានដាក់ថ្មីនោះទេការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីភាគីថៃបានផ្អាកកិច្ចព្រមព្រៀងចុះបាញ់ដោយបានអះអាងថាមីនទាំងអស់នោះត្រូវបានដាក់ដោយភាគីកម្ពុជានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bernama ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានលោកមូហាម៉ាត់ហាសាន់បានបញ្ជាក់ផងដែរថាភាគីថៃបានផ្អាកកិច្ចព្រមព្រៀងចុះបាញ់បន្ទាប់ពីកងកម្លាំងល្បាតរបស់ខ្លួនមួយចំនួនបានរងរបួសដោយសារការដើរជាន់មីនដែលភាគីថៃបានអះអាងថាត្រូវបានដាក់ដោយកម្ពុជាបើទោះបីជាយ៉ាងណាលោកបានគូបញ្ជាក់ពីរបាយការណ៍ផ្ទុយពីនេះថាប៉ុន្តែក្រុមអ្នកសង្កេតការអាស៊ាននៅថៃនិងកម្ពុជាបានរាយការណ៍ថាពួកវាមិនមែនជាមីនថ្មីនោះទេខ្ញុំទើបតែបាននិយាយទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសថៃហើយក្តីសង្ឃឹមរបស់ខ្ញុំគឺចង់ឲ្យភាគីទាំងពីររក្សាភាពស្ងៀមស្ងាត់និងបន្តការចរចាសន្តិភាពរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបន្ថែមទៀតថាម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះព្រោះប្រទេសទាំងពីរហាក់បាត់បង់ទំនុកចិត្តលើគ្នាទៅវិញទៅមកលោកក៏បានបញ្ជាក់ផងដែរថាពួកគេបានតាក់ទងមកពួកយើងកម្ពុជាបានស្នើសុំឲ្យមានការចរចានៅទីក្រុងកូឡាឡាំពូហើយដូចគ្នាដែរភាគីថៃក៏បានស្នើសុំឲ្យយើងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពគូបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃលោកអនុទីនច័ន្ទវីរៈគុលនិងសមាភាគីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានដោយមានការចូលរួមធ្វើជាសាក្សីពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំផងដែរ